ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបទិញ view វីដេអូ Facebook នៅលើ website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ Facebook របស់បងប្អូនមានចំនួនអ្នក view ច្រើនបងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះពីដើមដល់ចប់ធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះមិនថាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូធម្មតាឬក៏ជាប្រភេទវីដេអូ real ទេគឺបងប្អូនអាចទិញក៏ដូចជា boost ចំនួន view បានដូចគ្នាហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូរបស់បងប្អូនអាច boost ចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនមិនទាន់ចេះបង្កើតឬក៏មិនទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលជំហានបន្ទាប់នោះគឺបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យ Facebook នឹងបានបន្ទាប់មកបងប្អូនអូសមកក្រោមបងប្អូនចុចចូលទៅលើពាក្យថា Categoryដែលនៅក្នុងនោះគឺវាមានសេវាកម្មច្រើនមែនទែនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook Page Follower Group Member Post Like Post Reaction Video View Page Review សូម្បីតែ Facebook Comment Like Live Stream View ក៏មានដែរបងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹង Video View បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook Video View បានប៉ុន្តែនៅត្រង់កន្លែងនេះគឺវាមានច្រើនជម្រើសសម្រាប់ឲ្យបងប្អូនជ្រើសរើសទៀតគឺវាមានដូចជា Facebook Video View Facebook Real View និង Facebook Video Real View ប្រសិនបើបងប្អូនចង់ boost ចំនួន view ទៅលើវីដេអូធម្មតាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook Video View បានហើយប្រសិនបើបងប្អូនចង់ boost ចំនួន view ទៅលើវីដេអូ Real បងប្អូនអាចចុចចូលទៅលើសេវាកម្ម Facebook Real View បានក៏ប៉ុន្តែសម្រាប់ខ្ញុំ recommend ឲ្យបងប្អូនជ្រើសរើសទៅលើសេវាកម្ម Facebook Video Real View ដោយសារតែសេវាកម្មមួយនឹងនៅពេលដែលបងប្អូនជ្រើសរើសទៅលើសេវាកម្មមួយនឹងហើយមិនថាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូធម្មតាឬក៏ជាប្រភេទវីដេអូ Real នោះទេគឺបងប្អូនអាច boost ចំនួន view បានដូចគ្នាហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះក៏ខ្ញុំសូមជ្រើសរើសទៅលើសេវាកម្ម Facebook Video Real View នឹងផងដែរហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចុចចូលទៅលើពាក្យថា Serviceដែលនៅក្នុងនឹងផងដែរគឺវាមាន4 service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន service ដូចជា Facebook Video Real Video 50k ក្នុងមួយថ្ងៃ 100k ក្នុងមួយថ្ងៃ 20k ក្នុងមួយថ្ងៃចំពោះរាល់ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់ៗនៅលើនឹងតែម្ដងមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែននិងធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលទៅលើ service មួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំសូមជ្រើសរើសទៅលើសេវាកម្មដែលនៅខាងលើគេបង្អស់គឺ Facebook View Real Video 50k ក្នុងមួយថ្ងៃនៅពេលដែលបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសមកក្រោមបងប្អូននឹងឃើញមានពាក្យថា link ដែលនៅត្រង់កន្លែងនេះគឺជាកន្លែងសំខាន់មែនតើនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូរបស់បងប្អូនចូលដើម្បីទាញយក link វីដេអូរបស់បងប្អូនបានបងប្អូនចូលទៅកាន់ account Facebook របស់បងប្អូនមកហើយបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់ boost ចំនួន view នៅលើវីដេអូរបស់បងប្អូនអាចចុចចូលទៅលើកន្លែង share ក៏បានឬក៏បងប្អូនចុចចូលទៅលើត្រី3តូចៗនៅខាងក្រោមនឹងក៏បានហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងប្អូនបាន copy link វីដេអូរបស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូរបស់បងប្អូនចូលបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងនោះគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10ហើយយ៉ាងច្រើនរហូតដល់10លាន view ច្រើនមែនតើបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមចំនួន100ចំពោះឆាតដែលនៅខាងក្រោមហ្នឹងវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវាអត់ថេរទេបងប្អូនគឺវាអាចនឹងប្រែប្រួលអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំដាក់ចំនួន100អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.013 សេនហើយប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នា
ចំណាយឯរយៈពេល30នាទីដោយដែលបងប្អូនបានឃើញនឹងវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនមានន័យថាបន្ទាប់ពី30នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន view នៅលើវីដេអូរបស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសវិសដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់សវិសទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូរបស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលលើពាក្យ submit នៅខាងក្រោមនឹងបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយវាក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវិសដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូរបស់បងប្អូនចំនួន view ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល30នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវិសដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន view នៅលើវីដេអូរបស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការទិញឬក៏ boost view វីដេអូ Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងទទួលបានផលពិតៗហើយចំពោះវីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ